លោកម្ចាស់ដោសេនសេងហ្វូតើលោកមិនទៅឆាន់ចង្ហាន់នៅភ្នំលឹងសានទេមកធ្វើអ្វីដល់ឋានសួគ៌របស់ខ្ញុំនេះលោកយ៉ែងកូនទី2ឲ្យខ្ញុំគោរពលោកថាជាបរិសម្នាក់ខ្ញុំសូមណែនាំឲ្យលោកត្រឡប់ទៅផ្ទះឯហ្គេងយ៉ាងវិញទៅកុំឲ្យគេបង្ខំឲ្យប្រាវិធីមិនសមរម្យស្វាឲ្យតាអធិរាជយេបានវាយគូតឯងម្ដងទៀតឬបានជាខឹងខ្លាំងម្លេះព្រះអង្គម្ចាស់ទី3ការនិយាយលេងសើចត្រូវមើលកាលៈទេសៈផងថ្ងៃនេះខ្ញុំមកគឺដើម្បីទាមទារយុត្តិធម៌បើលោកមិនពេញចិត្តនឹងអធិរាជយេគួរតែសរសេរលិខិតប្តឹងផ្តល់ហើយដាក់ជូនទៅឋានសួគ៌ទាំង35មួយជាន់នេះជារឿងយុត្តិធម៌មិនមែនមកប្រើដំបងវីទាហានស្ថានសួគ៌របួសនោះទេខ្ញុំមិនចេះល្បិចកទាំងនោះទេខ្ញុំដឹងតែថាអ្នកណាធ្វើខុសអ្នកនោះត្រូវទទួលខុសត្រូវបើអញ្ចឹងថ្ងៃនេះលោកប្រហែលជាមិនអាចឆ្លងកាត់ទ្វារណែននេះបានទេស៊ុនហុងខុងឯងកិច្ចទៅពិតជាចង់បះបោលមែនទេបះបោលខ្ញុំបានបះបោលតាំងពី500ឆ្នាំមុនមកម្លេះថ្ងៃនេះគ្រាន់តែធ្វើម្ដងទៀតប៉ុណ្ណោះស្វានិយាយបានល្អណាស់អាភ្នែក3មើលឲ្យច្បាស់ទៅព្រះអង្គម្ចាស់ទី3លោកកំពុងតែវង្វេងស្មារតីហើយស្វាឲ្យឯងយកមែនទេព្រះអង្គម្ចាស់ទី3ឋានសួគ៌នេះខ្ញុំនឹងបះបោលប្រកាសជាមិនខាន